ខ្ញុំឈ្មោះពូសនជាបុរសក្រីក្រម្នាក់ដែលរស់នៅក្នុងភូមិតូចមួយក្បែរព្រៃក្រាស់ជីវភាពរបស់ខ្ញុំពឹងផ្អែកលើការចិញ្ចឹមនិងគង្វាលគោរបស់អ្នកភូមិរាល់ថ្ងៃខ្ញុំតែងតែនាំគោជាច្រើនក្បាលទៅឲ្យស៊ីស្មៅនៅវាលឆ្ងាយពីភូមិថ្ងៃមួយនៅរដូវវស្សាមេឃងងឹតស្រអាប់ខ្យល់បក់ត្រជាក់ខុសធម្មតាខ្ញុំបានដឹកដេញគោចេញទៅដូចសពមួយដងលុះល្ងាចខ្ញុំចាប់ផ្ដើមរាប់គោដើម្បីត្រឡប់ទៅផ្ទះវិញខ្ញុំរាប់ម្ដងហើយម្ដងទៀតប៉ុន្តែគោមួយក្បាលបានបាត់គោក្បាលនោះជាគោធំបំផុតរបស់អ្នកភូមិប្រសិនបើខ្ញុំរកវាមិនឃើញទេខ្ញុំពិតជាមិនដឹងយកលុយឯណាទៅសងម្ចាស់របស់គេឡើយខ្ញុំសម្រេចចិត្តដើររកតែម្នាក់ឯងទោះបីព្រះអាទិត្យកំពុងលិចបាត់ក្រោយជួរព្រៃក៏ដោយខ្ញុំដើរតាមស្នាមជើងគោជោកទៅក្នុងព្រៃកាន់តែដើរកាន់តែងងឹតសំឡេងសត្វជុំចម្លែកលាន់ចេញពីគ្រប់ទិសទីស្រាប់តែខ្ញុំឃើញស្នាមជើងគោបាត់ចូលទៅក្នុងតំបន់មួយដែលពោរពេញទៅដោយដើមឈើធំអ្នកភូមិធ្លាប់និយាយថាកន្លែងនេះគេហៅថាព្រៃដូនតាហើយគ្មានអ្នកណាហ៊ានចូលទៅពេលយប់ឡើយខ្ញុំចង់ត្រឡប់ក្រោយដែរប៉ុន្តែបើមិនរកគោឃើញខ្ញុំនឹងជួបបញ្ហាធំខ្ញុំក៏ខំបន្តដើរទៅមុខដោយមិនភ័យខ្លាចអ្វីទាំងអស់ភ្លាមនោះខ្ញុំបានឮសំឡេងកណ្ដឹងគោពីចម្ងាយខ្ញុំក៏ឧទាឡើងថាអាហាប្រហែលជាគោខ្ញុំហើយខ្ញុំរត់តាមសំឡេងនោះយ៉ាងលឿនប៉ុន្តែពេលទៅដល់ខ្ញុំបែរជាឃើញស្ត្រីម្នាក់ស្លៀកពាក់សឈរនៅក្រោមដើមឈើធំមួយសក់របស់នាងវែងអូសដីនាងឈរបែរខ្នងដាក់ខ្ញុំមិនកម្រើកសោះបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់អ្នកណានៅទីនោះខ្ញុំស្រែកសួរស្ត្រីនោះមិនឆ្លើយតបអ្វីឡើយប៉ុន្តែសំឡេងកណ្ដឹងគោនៅតែឮជុំវិញខ្លួនខ្ញុំទោះគ្មានគោមួយក្បាលណាសោះឡើយបន្តិចក្រោយមកស្ត្រីនោះចាប់ផ្ដើមងាកមុខមករកខ្ញុំយឺតហើយនៅពេលដែលខ្ញុំឃើញមុខរបស់នាងខ្ញុំស្ទើរតែសន្លប់ព្រោះនាងគ្មានភ្នែកទាំងពីរមានតែរន្ធខ្មៅប្រហោងធំពីរប៉ុណ្ណោះខ្ញុំស្រែកហើយរត់អស់កម្លាំងចេញពីទីនោះខណៈសំឡេងសើចដ៏សែនត្រជាក់បានលាន់តាមពីក្រោយតែអ្វីដែលធ្វើឲ្យខ្ញុំភ័យជាងនេះទៅទៀតគឺនៅពេលខ្ញុំងាកក្រោយមើលខ្ញុំបានឃើញគោមួយក្បាលដែលបាត់នោះឈរនៅក្បែរស្ត្រីអាថ៌កំបាំងនោះហើយភ្នែករបស់វាទាំងពីរកំពុងបញ្ចេញពន្លឺពណ៌ក្រហមខ្ញុំរត់មិនគិតពីជីវិតឡើយមែកឈើវាយមុខវាយដៃតែខ្ញុំមិនហ៊ានឈប់ឡើយសំឡេងសើចរបស់ស្ត្រីគ្មានភ្នែកនៅតែលាន់តាមពីក្រោយលុះរត់បានមួយសន្ទុះខ្ញុំក៏ដួលផ្ងានៅក្បែរគល់ឈើធំមួយខ្ញុំដកដង្ហើមញាប់ហើយងាកក្រោយគ្មានអ្នកណាតាមមកទេខ្ញុំគិតថាខ្លួនឯងរួចផុតហើយប៉ុន្តែភ្លាមនោះសំឡេងកណ្ដឹងគោក៏លាន់ឡើងម្ដងទៀតសំឡេងនោះឮនៅលើក្បាលខ្ញុំលើកភ្នែកមើលទៅលើដើមឈើហើយឈាមក្នុងខ្លួនស្ទើរតែកកគោមួយក្បាលដែលបាត់នោះកំពុងឈរនៅលើមែកឈើធំមួយវាសម្លឹងមកខ្ញុំដោយភ្នែកក្រហមភ្លឺចាំងមាត់របស់វាហាក់ដូចជាញញឹមដ៏គួរឲ្យខ្លាចមិនអាចទៅរួចទេខ្ញុំរអ៊ូតិចស្រាប់តែគោនោះលោតចុះពីលើដើមឈើយ៉ាងខ្លាំងដីញ័រមួយរំពេចខ្ញុំប្រញាប់រត់ម្ដងទៀតលើកនេះខ្ញុំឃើញពន្លឺភ្លើងតូចមួយនៅចម្ងាយឆ្ងាយខ្ញុំរត់សំដៅទៅទីនោះភ្លាមពេលទៅដល់ខ្ញុំបានឃើញខ្ទមចាស់មួយនៅមុខខ្ទមមានបុរសចំណាស់សម្នាក់កំពុងអង្គុយក្បែរចង្ក្រានជួយខ្ញុំផងតាខ្ញុំស្រែកបុរសចំណាស់ងើបមុខមើលខ្ញុំហើយសួរឯងបានទៅដល់ទីដើមព្រៃធំហើយមែនទេខ្ញុំភ្ញាក់ផ្អើលតាដឹងយ៉ាងម៉េចគាត់ដកដង្ហើមធំរួចនិយាយថាខ្មោចស្រីនោះរងមនុស្សជាច្រើនឆ្នាំហើយកាលពីសម័យមុនរៀងត្រូវចោលប្លន់ក្នុងព្រៃនេះ
ហើយសាកក្របគេបោះចោលក្រោមដើមជ្រៃខ្ញុំស្ដាប់ទាំងព្រឺសម្បុរបុរសចំណាស់បន្តថាគោដែលឯងឃើញមិនមែនជាគោរបស់ឯងទៀតទេវាត្រូវខ្មោចនោះកាប់យកទៅហើយភ្លាមនោះសំឡេងកណ្ដឹងគោក៏លាន់ឡើងពីក្រោយតូបបុរសចំណាស់ស្រាប់តែប្រែទឹកមុខស្លេកស្លាំងគាត់ខ្សឹបប្រាប់ខ្ញុំថាឯងកុំបើកទ្វារឲ្យខាតកុំបើកទ្វារប៉ុន្តែអ្វីដែលកំពុងគោះទ្វារតមយឺតតុកតុកតុកខ្ញុំអង្គុយស្ងៀមមិនហ៊ានសំបីតែដកដង្ហើមខ្លាំងបុរសចំណាស់យកឈើមួយដុំកាន់ជាប់ក្នុងដៃហើយសម្លឹងទៅទ្វារស្រាប់តែមានសំឡេងស្ត្រីម្នាក់និយាយពីខាងក្រៅបើកទ្វារផងខ្ញុំវង្វេងផ្លូវសំឡេងនោះស្ដាប់ទៅស្រទន់ណាស់ប៉ុន្តែបុរសចំណាស់បែរជាញ័រខ្លួនកុំឆ្លើយតបគាត់ប្រាប់ខ្ញុំកុំឆ្លើយតបនឹងវាឲ្យសោះសំឡេងនោះនិយាយម្ដងទៀតខ្ញុំត្រជាក់ណាស់សូមជួយខ្ញុំផងបន្ទាប់មកសំឡេងគូទ្វារកាន់តែខ្លាំងទ្វារខ្ទាំចាប់ផ្ដើមរំជួយខ្ញុំភ័យរហូតស្ទើរតែស្រែកចេញមុខហើយភ្លាមនោះបុរសចំណាស់ដែលដកខ្សែកមួយពីករបស់គាត់ហើយបោះចូលក្នុងភ្លើងគឺឆាបឆេះយ៉ាងខ្លាំងឡើងភ្លាមនៅខាងក្រៅសំឡេងស្ត្រីនោះប្រែជាក្រហមគួរឲ្យខ្លាចឯងមិនអាចលាក់ខ្លួនបានរហូតទេបន្ទាប់មកអ្វីក៏ស្ងាត់ទៅវិញខ្ញុំដកដង្ហើមធំមួយប៉ុន្តែបរិសចំណាស់មិនញញឹមទេវាមិនគាត់ទៅណាទេគាត់និយាយមានន័យថាម៉េចតាគាត់សម្លឹងមកខ្ញុំវាកំពុងរងកម្មៈនៅខាងក្រៅរាត្រីនោះយូរដូចជាមិនចង់ចប់ខ្ញុំនិងបរិសចំណាស់អង្គុយក្បែរភ្លើងរហូតដល់ជិតភ្លឺពេលពន្លឺថ្ងៃចាប់ផ្ដើមរះបុរសចំណាស់ក៏នាំខ្ញុំចេញពីខ្ទមនៅលើដីជុំវិញខ្ទមមានស្នាមជើងជាច្រើនមិនមែនជាស្នាមជើងមនុស្សទេវាដូចជាស្នាមជើងគោប៉ុន្តែវែងចម្លែកនិងជ្រៅខ្លាំងយើងដើរតាមស្នាមនោះរហូតទៅដល់ដើមជ្រៃធំដែលខ្ញុំបានឃើញស្ត្រីគ្មានភ្នែកកាលពីម្សិលមិញនៅក្រោមដើមជ្រៃមានរណ្ដៅដីចាស់មួយបុរសចំណាស់សម្លឹងមើលវាយូរមុននិយាយថាក្របរបស់រឿងនៅទីនេះប៉ុន្តែនៅពេលដែលគាត់ចូលទៅជិតរណ្ដៅនោះស្រាប់តែមានដៃស្លេកមួយលូនចេញពីដីមកចាប់ជើងគាត់បុរសចំណាស់ស្រែកឡើងខណៈដីជុំវិញរណ្ដៅចាប់ផ្ដើមបែកចេញយឺតហើយក្បាលស្ត្រីគ្មានភ្នែកនោះកំពុងផុសឡើងពីក្រោមដីខ្ញុំស្ទើរតែសន្លប់នៅពេលឃើញក្បាលស្ត្រីគ្មានភ្នែកផុសចេញពីដីសក់របស់នាងញ៉ៃរញ៉ៃប្រឡាក់ភក់ហើយមុខស្លេកខ្លាំងដូចសាកសពដែលគេគប់រាប់ឆ្នាំមកហើយដៃរបស់នាងចាប់ផ្ដើមចាប់ជើងបុរសចំណាស់ជាប់ជួយផងពូកនគ្រាន់គាត់ស្រែកខ្ញុំប្រញាប់រើសមែកឈើធំមួយហើយវាយទៅលើដៃនោះដៃសាកសពលែងជើងបុរសចំណាស់ភ្លាមយើងទាំងពីររត់ថយក្រោយប៉ុន្តែស្ត្រីនោះបន្តផុសចេញពីដីរហូតដល់ឈរពេញខ្លួននាងបើកមាត់ហើយសើចយ៉ាងគួរឲ្យខ្លាចត្រជាក់បក់ខ្លាំងស្រាប់តែឮសំឡេងកណ្ដឹងគោលាន់ពីគ្រប់ទិសទីពេលងាកទៅមើលខ្ញុំឃើញគោជាច្រើនក្បាលដើរចេញពីក្នុងព្រៃទាំងអស់សុទ្ធតែមានភ្នែកក្រហមក្នុងនោះក៏មានគោដែលខ្ញុំកំពុងរកផងដែរបុរសចំណាស់ស្លេកមុខភ្លាមពូសនរត់ទៅឥឡូវនេះវាយឺតពេលហើយគោទាំងនោះចាប់ដើមមករកយើងមួយជំហានស្ត្រីគ្មានភ្នែកឈរនៅកណ្ដាលវងគោហើយដៃចង្អុលមកខ្ញុំនៅជាមួយខ្ញុំជារៀងរហូតភ្លាមនោះបុរសចំណាស់បានទាញកាបូបចាស់មួយចេញពីអាវនៅក្នុងអាវនោះមានរុំដោយក្រណាត់ក្រហមគាត់បោះវាទៅរំដៅកប់សពផាំងសំឡេងដូចអ្វីមួយផ្ទុះចេញពីក្នុងដីស្ត្រីនឹងស្រែកយ៉ាងខ្លាំងដីជុំវិញដើមជ្រៃចាប់ដើមញ័រគោទាំងអស់ក៏ឈប់ដើរហើយភ្នែកក្រហមរបស់វាចាប់ដើមរលត់បន្តិចម្ដង
ប៉ុន្តែនៅពេលដែលដីបែកចេញកាន់តែធំខ្ញុំបានឃើញអ្វីមួយនៅក្នុងរណ្ដៅវាមិនមែនតែសាកសពស្ត្រីនោះទេនៅខាងក្រោមដីមានឆ្អឹងមនុស្សរាប់សិបគ្រួងទម្រាបជុំវិញគ្នាហាក់ដូចជាមនុស្សជាច្រើនត្រូវបានសម្លាប់និងកប់នៅទីនេះជាមួយនាងហើយក្នុងចំណោមឆ្អឹងទាំងនោះមានរលាកក្បាលមួយដែលពាក់មួកចាស់របស់អ្នកភូមិដែលបាត់ខ្លួនកាលពីឆ្នាំមុនខ្ញុំឈររឹងខ្លួននៅពេលឃើញឆ្អឹងមនុស្សជាច្រើននៅក្នុងរណ្ដៅនោះពេលនោះទើបខ្ញុំយល់ថាមនុស្សដែលបាត់ខ្លួនជាច្រើនឆ្នាំមកនេះមិនមែនបាត់ដោយចាញ់ដន្យទេពួកគេទាំងអស់បានស្លាប់នៅក្នុងព្រៃនេះស្ត្រីដែលគ្មានភ្នែកស្រែកយ៉ាងឈឺចាប់ខណៈដីនៅជុំវិញខ្លួននាងបែកចេញកាន់តែធំបុរសចំណាស់ស្រែកប្រាប់ខ្ញុំពូសនជួយប្រមូលឆ្អឹងទាំងនេះមកពួកគេត្រូវការបញ្ចុះឲ្យបានត្រឹមត្រូវទោះបីភ័យខ្លាចប៉ុណ្ណាក៏ត្រូវប្រញាប់ចូលទៅជួយយើងប្រមូលឆ្អឹងនិងរលាក្បាលដែររាយប៉ាយនៅក្នុងរណ្ដៅដាក់ជាមួយគ្នាស្រាប់តែស្ត្រីគ្មានភ្នែកឈប់ស្រែកនាងឈរនៅស្ងៀមហើយងាកមកមើលពួកយើងជាលើកដំបូងសម្លេងរបស់នាងលែងគួរឲ្យខ្លាចទៀតហើយខ្ញុំរងចាំថ្ងៃនេះយូរណាស់ហើយខ្ញុំនិងបុរសចំណាស់សម្លឹងមើលគ្នាទាំងភ្ញាក់ផ្អើលនាងបន្តនិយាយខ្ញុំត្រូវគេសម្លាប់ហើយគេបោះចោលនៅទីនេះវិញ្ញាណរបស់ខ្ញុំមិនអាចទៅណាបានទេទឹកភ្នែកពណ៌ខ្មៅហូរចេញពីរុនភ្នែករបស់នាងអ្នកដែលចូលមកទីនេះខ្ញុំចាប់ពួកគេទុកព្រោះខ្ញុំមិនចង់នៅម្នាក់ឯងខ្យល់ក្នុងព្រៃចាប់ផ្ដើមស្ងប់ភ្នែកក្រហមគោទាំងអស់ក៏បាត់ទៅវិញបុរសចំណាស់លើកដៃសំពះហើយនិយាយថាឥឡូវងាក់ទាំងអស់គ្នានឹងបានសម្រាកហើយភ្លាមនោះពន្លឺសស្រាស្រាមួយបានលេចឡើងជុំវិញស្ត្រីនោះរូបរាងដ៏គួរឲ្យខ្លាចរបស់នាងចាប់ផ្ដើមរលាយបាត់បន្តិចម្ដងមុនពេលបាត់ទាំងស្រុងនាងបាននិយាយពាក្យចុងក្រោយមួយអរគុណបន្ទាប់មកអ្វីក៏ស្ងប់ស្ងាត់ព្រៃដែលគួរឲ្យខ្លាចបានប្រែជាធម្មតាវិញខ្ញុំនិងបុរសចំណាស់បាននាំអ្នកភូមិមកជួយប្រមូលអតិថិធទាំងអស់ហើយធ្វើពិធីបញ្ចុះបានសមរម្យចាប់តាំងពីថ្ងៃនោះមកមិនមានអ្នកណាបាត់ខ្លួននៅក្នុងព្រៃដូនតាទៀតឡើយចំណែកគោដែលខ្ញុំបាត់ក៏ត្រឡប់មកវិញដោយសុវត្ថិភាពរឿងនេះបានកើតឡើងជាឆ្នាំមកហើយប៉ុន្តែរហូតមកដល់សពថ្ងៃខ្ញុំនៅតែចាំយប់ដ៏គួរឲ្យរន្ធត់នោះមិនភ្លេចហើយរាល់ពេលខ្ញុំដើរកាត់ក្បែរព្រៃនោះខ្ញុំតែងតែសំពះសុំសេចក្តីសុខដល់វិញ្ញាណទាំងអស់ដែលធ្លាប់នៅទីនោះ